ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាគ្រូមើលស្កន់កាលនោះមានស្រីម្នាក់តាំងទីលំនៅនៅក្នុងភូមិសួនចំការផ្ទះនោះនៅដាច់ពីគេនាងនោះមានកូនខ្ចីអាយុប្រហែល8-9 ខែតាំងពីប្តីស្លាប់ទៅនាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូនឯកូនខ្ចីនោះពុំសូវជាជួនកាលរោគគ្រុនស្កន់ជន់ម្ដងកើតរីងរៃស្គមលឿងលុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថានាងមេម៉ាយនោះមានសម្បត្តិច្រើនទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតកុហកបោកប្រាស់នាងមេម៉ាយនោះលុះដល់រដូវកាលគេច្រួតកាត់ទើបបងប្អូនញាតិដែលនៅជាមួយផងនោះគេនាំគ្នាទៅច្រួតស្រូវទាំងអស់គ្នានៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះមនុស្សពីលុះកាលណាបានឱកាសហើយវាក៏កោរក្បាលហើយលួចយកស្បង់ជេពោលោកសាំងដែលគេកោចោលតាមគុលពោមកស្រៀបពាក់ធ្វើអាការកិរិយាជាលោកសាំងដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះលុះដល់ហើយវាធ្វើជាដើរឈររេរ៉ានៅមុខផ្ទះឯនាងមេម៉ាយនោះអង្គុយនៅរៀនហាលឲ្យកូនបៅដោះលោកបានឃើញអ្នកខ្លែងភេទនោះហើយក៏នឹកថាលោកសង្ឃបរិសុទ្ធធ្វើបីកូនចុះទៅថ្វាយបង្គំសួរថាព្រះករណាម្ចាស់និមន្តមកពីវត្តណាត្រូវការរកអ្វីប្រគុណចៅពាវក៏ឆ្លើយថាចម្រើនពរអាត្មាភាពមកពីវត្តក្រោមមករកបិណ្ឌបិណ្ឌបាតទៀនធូបយកទៅរៀនសមណធម៌ញោមអ្នកភូមិនេះគេទៅណាអស់ហើយបានជាស្ងាត់ម្លេះករណាម្ចាស់គេទៅច្រួតស្រូវឯស្រែអស់ហើយលោកម្ចាស់ដូច្នេះញោមចុះញោមឯងមិនទៅច្រួតស្រូវនឹងគេទេអូករណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រួតកាត់នឹងគេឯណាបានកូនតូចនេះវាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះព្រះករណាម្ចាស់ចម្រើនពរចុះវាឈឺយ៉ាងណាកូនញោមនោះករណាម្ចាស់អាការជំងឺនោះកំណត់មិនបានជួនកាលវាគ្រុនក្តៅក្រហាយទៅជួនណាវាកាល់ជាស្កន់ជន់បិទដង្ហើមទៅម្ដងក៏មានករណាម្ចាស់អូអាណិតវាពេកណាស់ញោមជំងឺនេះគេហៅថាស្កន់ខ្លាវិជន់ណាញោមមិនដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅបណ្ដោយឲ្យឈឺយ៉ាងនេះជំងឺនេះមិនមែនជាក្រល្មមរក្សាបានកូនបងអាត្មាភាពម្នាក់វិឈឺយ៉ាងណាស់ដែរអាត្មាមើលជាទៅឥឡូវធាក់ត្រលុកញោមអូស្ដាយកូនញោមនេះពេកណាស់ប្រុសផងគួរតែខំមើលរក្សាទៅករណាម្ចាស់គ្រូនោះបានឲ្យគេមើលក៏ច្រើនអ្នកណាស់មកហើយតែបានគ្រាន់តែ 2-3 ថ្ងៃក៏ត្រឡប់ឈឺដោយដើមវឹងករណាម្ចាស់អូគ្រូមើលជំងឺកូនក្មេងនោះគ្រាន់តែស្ដោះភ្លុំតែពីក្រៅធ្វើម្ដេចនឹងជាដាច់រោគស្កន់ខ្លានេះបានតើមើលដោយឧបទេសទើបជាញោមអាត្មាចេះខ្លះដែរតែអាត្មាដែលមកនេះដោយមានកិច្ចរោគទៀនធូបបានហើយក៏នឹងអាលទៅរៀនសមណធម៌បើនៅជិតវត្តអាត្មានឹងជួយសង្គ្រោះមើលយកបុណ្យខ្លះឯនាងមេម៉ាយនោះលុះចៅពីលពលទាកដូច្នោះហើយក៏សម្គាល់ថាជាលោកអ្នកចេះមើលជំងឺមែនទែនទើបនិយាយអង្វរថាព្រះករណាម្ចាស់បើលោកម្ចាស់ចេះសូមមេត្តាប្រោសសិទ្ធមើលកូនខ្ញុំករណាសិនឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះមិនជីប៉ុន្មានទេខ្ញុំករណាថ្វាយទួនជាញោមឧបថាបវរណាលោកម្ចាស់សូមកុំឲ្យលោកម្ចាស់ព្រួយព្រះហឫទ័យឡើយឯចៅពីលនោះបានឱកាសហើយក៏ឆ្លើយថាចម្រើនពរញោមធ្វើម្ដេចឯងជាសង្ឃកំពុងសัตว์កាលបើឃើញញាតិញោមកើតវិបត្តិតោងកាត់ធុរៈខ្លួនសិនចុះថាហើយក៏ឡើងទៅលើផ្ទះឯនាងមេម៉ាយនោះរៀបទីហាសនៈដ៏សមគួរឲ្យចៅពីលអង្គុយហើយក៏បៀកស្លាមូបារីដាក់ពៀនប្រគេនចៅពីលបង្កាប់ឲ្យនាងមេម៉ាយរៀបទៀន5ធូប5ឆ្នាំងថ្មីមួយនិងសម្ពុតសអ៊ូងចង្អាមទៀនយន្តបិទមាត់ឆ្នាំងឲ្យចៅពីលថាញោមទីភូមិនេះមានតបល់ក្តឿងដែរឬទេករណាម្ចាស់តបល់ក្តឿងខ្ញុំករណាមាននៅខាងកន្សែងផ្ទះឯណោះអើញោមបើដូច្នេះញោមយកកូននឹងគ្រឿងទៀនធូបឲ្យនេះទៅឯរោងក្តឿងអាត្មានឹងរៀបពិធីក្តឿងឯនាងមេម៉ាយក៏បីកូនកាំងយកទៀនធូបឲ្យនេះទៅឯរោងក្តឿងហើយចៅពីលយកទៀនធូបឲ្យតាំងពិធីនៅមាត់ត្បាល់ហើយវាបោកទីនោះស្អាតល្អពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទើបវាហៅយកកូននោះមកតាំងខាងនេះពិធីហើយវាថាញោមអញទៅជន់ក្តឿងឲ្យវាឡាយជន់ចលុកបាន3ដងជាឧបកិទេសអាត្មានឹងសេកប្រគាថាស្រូបយកព្រលឹងខ្លាចិនពីរូបកូនបញ្ជូនដាក់ក្នុងឆ្នាំងយន្តហើយយកទៅបណ្ដាត់ទឹកចោលដើម្បីកុំឲ្យព្រលឹងខ្លាវាមកបៀតបៀនបានទៀតឡើយ
ai niêng mày mai có dưa tám tớp từ choan trong cái đường lang ai chào piel vì dọc cổ nu đã tắc nô tà hỏi việc đó chưa tròn nól để tôi cái đường nu bọc cái ván chào từ chẳng ai ở pi tà hỏi việc tranh pi thi nu prap tha nhôm prong choan ở cho bắt cầm oi pro hé cáng robot chương thi lạc từ trâu côn chăm mà tama từ dọc thong giam chăn sla mùi đầm pek xóm một tôi ai win thà hỏi chào piel còn lang từ lượp tía tăng rơ rọc pro bot trap sầmบัด มี ប្រះ កៅ កង់ សម្ពុត ឲ្យ ស្បៃ ហើយ វា វេក ចុះ សំពី ធំ តាំង ស្ពាយ ពី លើ ផ្ទះ រត់ ទៅ កាន់ លំនៅ វា ហោង ឯ នាង មេ ម៉ាយ ឃើញ ចៅ ពីល ជញ្ជូន យក ទ្រព្យ សម្បត្តិ ខ្លួន ដូច្នោះ ហើយ ក៏ ហៅ ឲ្យ គេ ជួយ ក៏ ពុំ មាន អ្នក រាម មួយ ឮ ឡើយ ព្រោះ ផ្ទះ នោះ នៅ ដាច់ អំពី គេ ម្លោះ ហើយ នាង មេ ម៉ាយ ក៏ អន្ទាក់ អន្តែង នៅ ចុង ក្តឿង នោះ ឯង បើ នឹង លេង ក្តឿង វែង ទៅ ខ្លាយ ធឿក ទៅ ត្រូវ កូន ដោយ ចិត្ត មេត្តា តែង ទុន តូ ចូល ទៅ កាន់ កូន អាត្មា ជា ធម្មតា ការ ដែល សោក ស្ដាយ ទ្រព្យ សម្បត្តិ ក្រៅ គឺជា មធ្យម ឯ សេចក្តី ដែល លោក អាណិត កូន នោះ លើស លែង សម្បត្តិ ខាង ក្រៅ នាង មេ ម៉ាយ ក៏ នៅ ច្រងាង ដោយ បកុល គេ ចង់ ភ្ជាប់ រេ តែ ត្រួន ក៏ ពុំ រួច លុក ដល់ ល្ងាច ទៅ មាន គេ ដៅ មក ទៅ ឲ្យ គេ តូច ចំទល់ ក្តឿង យក កូន បាន អាសូរ នាង មេ ម៉ាយ កាយ ជាប់ ក្តឿង ព្រោះ អាចៅ សម្ពុត លឿង វា ពេញ ឆោត សែន ក្ដួល សែន ក្ដៅ សែន ក្រៅ ក្រោត នឹង លោត ទៅ តាម ចាប់ អាចៅ ក្រែង ក្តឿង ត្រូវ កូន សូន ជីវិត ដោយ ចិត្ត មេត្តា តែង ទុន តោ តើ មាន អារម្មណ៍ ឲ្យ ខឹង ខោ នឹង ចោល បង កូន នៅ ពុំ មាន សូម ជួយ ចុច like និង subscribe ផង ណា ប្រុស ស្អាត ស្រី ស្អាត